បើសិនជាអូននិយាយប្រាប់បងនៅរឿងរ៉ាវពិតម្លេះសមជីវិតស្នេហានៃយើងមិនត្រូវព្រាត់គ្នាទោះបីបងខំការពារឧបសគ្គនានាតែគ្មានលទ្ធភាពជ្រាបចូលក្នុងដួងចិន្តាអូនឡើយហួហើយណាបើថ្ងៃនេះតទៅយើងត្រូវបែកគ្នាដំណើរជីវិតដែលបងរិះគិតកសាងនឹងអូនលេចឆ្លើយថាសូនព្រោះតែស្រីស្ងួនលួចក្បន់ចិន្តាទោះបីបងខំការពារច្រើនលើងច្រើនគ្រាមិនអាចឈ្នះចិនសាមានកល្យានរវាយទ្រូងបងស្ទើរធ្លាយណាបើថ្ងៃនេះតទៅយើងត្រូវបែកគ្នាមិនត្រូវគិតថាស្នេហាជាល្បែងកំសាន្តណាស្រង់ពិសេសបើអូនគិតខ្លីច្បាស់ជាទុំព្រួយមានអ្នកណាមួយអាចជួយបានត្រូវស្រង់កល្យានពីនឹងកិនគូឲ្យច្បាស់មុននឹងបដូរផ្លាស់រកថ្មីមកតពេលនឹងបងដឹងប្រកាសថាចិត្តអូនពីព្រោះគេនិយាយពេបជ្រាយថាអូនមានចិត្តរេរាធ្វើឲ្យស្រក់ទឹកនេត្រាព្រោះចង់ការពារតើឲ្យបងរើផ្លូវណាដើម្បីរក្សាស្នេហ៍យើងដែលកំពុងឆេះដូចភ្លើងថ្ងៃនេះតទៅយើងត្រូវបែកគ្នាបើសិនជាអូននិយាយប្រាប់បងនៅរឿងរ៉ាវពិតម្លេះសមជីវិតស្នេហានៃយើងមិនត្រូវព្រាត់គ្នាទោះបីបងខំការពារឧបសគ្គនានាតែគ្មានលទ្ធភាពជ្រាបចូលក្នុងដួងចិន្តាអូនឡើយហួហើយណាបើថ្ងៃនេះតទៅយើងត្រូវបែកគ្នាដំណើរជីវិតដែលបងរិះគិតកសាងនឹងអូនលេចឆ្លើយថាសូនព្រោះតែស្រីស្ងួនលួចក្បន់ចិន្តាទោះបីបងខំការពារច្រើនលើងច្រើនគ្រាមិនអាចឈ្នះចិនសាមានកល្យានរវាយទ្រូងបងស្ទើរធ្លាយណាបើថ្ងៃនេះតទៅយើងត្រូវបែកគ្នាមិនត្រូវគិតថាស្នេហាជាល្បែងកំសាន្តណាស្រង់ពិសេសបើអូនគិតខ្លីច្បាស់ជាទុំព្រួយមានអ្នកណាមួយអាចជួយបានត្រូវស្រង់កល្យានពីនឹងកិនគូឲ្យច្បាស់មុននឹងបដូរផ្លាស់រកថ្មីមកតពេលនឹងបងដឹងប្រកាសថាចិត្តអូនពីព្រោះគេនិយាយពេបជ្រាយថាអូនមានចិត្តរេរាធ្វើឲ្យស្រក់ទឹកនេត្រាព្រោះចង់ការពារតើឲ្យបងរើផ្លូវណាដើម្បីរក្សាស្នេហ៍យើងដែលកំពុងឆេះដូចភ្លើងថ្ងៃនេះតទៅយើងត្រូវបែកគ្នាថ្ងៃនេះតទៅយើងត្រូវបែកគ្នាថ្ងៃនេះតទៅ